តើអ្នកអាចទិញដីដែលកំពុងជាប់បញ្ចាំឬជាប់បន្ទុកហ៊ីប៉ូថេកបានដែរឬទេមុនសម្រាប់ចិត្តសូមដឹងចំណុចនេះជាមុនជាបឋមត្រូវដឹងថាដីដែលជាប់បញ្ចាំឬបន្ទុកមិនមែនមានន័យថាมันអាចលក់បាននោះទេប៉ុន្តែអ្នកទិញគួរពិនិត្យឲ្យបានច្បាស់ថាអចលនវត្ថុនោះកំពុងជាប់បញ្ចាំឬបន្ទុកហ៊ីប៉ូថេកនៅស្ថាប័នណានិងមានលក្ខខណ្ឌអ្វីខ្លះក្នុងពេលធ្វើប្រតិបត្តិការទិញលក់ការអនុវត្តជាក់ស្ដែងភាគីពាក់ព័ន្ធតែងសម្របសម្រួលការដោះបន្ទុកឬបញ្ចាំឬអនុវត្តតាមនីតិវិធីច្បាប់ជាមុនឬក្នុងពេលកំពុងផ្ទេរកម្មសិទ្ធិតាមករណីជាក់ស្ដែងនីមួយៗកុំមើលតែប្លង់ដីសូមពិនិត្យស្ថានភាពផ្លូវច្បាប់របស់អចលនវត្ថុផងដែរមុនសម្រាប់ចិត្តទិញសុភាព Legal Property ឆ្វេងយល់អំពីច្បាប់ដើម្បីការពារសិទ្ធិរបស់អ្នក